ហើយនេះគឺជាទេសភាពទីក្រុងដាណាងដែលយើងមើលពីតាមបង្អួចនៃយន្តហោះហើយបើកន្លែងនេះវិញគេហៅថាស្ពាននេះនៅទីក្រុងដាណាងជាស្ពានដែលឆ្លងកាត់ទន្លេនៅទីក្រុងដាណាងហើយទីនេះគឺជាស្ពានបាតដៃឬហៅថាស្ពានព្រះអាទិត្យដែលពោពេញទៅដោយអាប់ហើយចំណែកទីនេះវិញគឺជាកន្លែងជិះទូកកញ្ជើឬក៏ហៅថា basketball នៅឯហុយអានបាទទូកមួយគឺជិះ2នាក់បូកនឹងតកង់ទូកមួយទៀតគឺបាន3នាក់ប៉ុន្តែអ្នកដែលអុំទូកនោះទាល់តែស្ទាត់ជំនាញទើបអាចអុំទៅមុខរួចហើយបើឲ្យខ្ញុំអុំវិញគឺវិលពេញនឹងហើយនេះគឺជាសម្រស់ទីក្រុងហុយអាននៅពេលយប់ជំរាបសួរបងប្អូនអ្នកគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបាត់ឆៃដែលខ្ញុំបានជូនភ្ញៀវរបស់ស៊ូគូប៊ូស៊ូទៅលេងនៅប្រទេសវៀតណាមរយៈពេល5យប់6ថ្ងៃហើយនេះគឺជាវីដេអូរបស់ខ្ញុំធ្វើចេញពីកោះត្រល់ទៅទីជូគុនទឹកនេះគឺជាទស្សនវិជ្ជានៅវត្តមួយលើកោះត្រល់ដែលជាវត្តបែបវប្បធម៌ចិននិងវៀតណាមហើយយើងបានជូនភ្ញៀវទេសចររបស់ស៊ូគូប៊ូស៊ូមកលេងនៅវត្តនេះដើម្បីមើលបន្ថែមថាកោះត្រល់នឹងអភិវឌ្ឍដល់ណាហើយបន្តមកទៀតក៏យើងបានមកដល់ station កន្ត្រកខ្សែកាបដែលកន្ត្រកខ្សែកាបហ្នឹងគឺធ្វើការចេញពីទី station ទៅកាន់កោះមួយទៀតគេហៅថាកោះមនោះឬវៀតណាមគេហៅថាកោះហនថមនឹងឯងដើម្បីមើលទេសភាពពីលើកន្ត្រកខ្សែកាបហ្នឹងមើលទៅខាងក្រោមគឺឃើញទេសភាពផ្ទៃសមុទ្រយ៉ាងធំធេងអមជាមួយនឹងទេសភាពទូកនេសាទតូចរាប់ពាន់គ្រឿងហើយម្យ៉ាងទៀតនៅកន្លែងហ្នឹងក៏ជាតំបន់មួយដែលសម្បូរគ្រឿងសមុទ្រផងដែរអញ្ចឹងហើយជាធម្មតាគឺសម្បូរប្រជាជននេសាទគឺមកចតនៅទីនេះដើម្បីត្រៀមនឹងចេញនេសាទនៅពេលយប់ដើម្បីបង្កនៅបរិយាកាសរីករាយនៅលើកន្ត្រកខ្សែកាបខ្ញុំបានក៏នាំអ៊ីធៀច្រៀងបទចម្រៀងសារិកាកែវអើយញ៉ាំអីកងបាទច្រៀងតាមភាសាវៀតណាមសារិកាកែវអើយអាំងហ្គីកឹងបាទបងប្អូនអ្នកគ្នាបន្ទាប់ពីជិះកន្ត្រកខ្សែកាបដែលមានប្រវែង 7899 ម៉ែត្រមកស្មើនឹង8គីឡូនេះគឺយើងបានមកដល់កោះមនោះហើយគឺជាផ្នែកមួយនៃបរិវេណកោះត្រល់ដែលមានសួនកម្សាន្តដ៏ធំនៅទីនោះហើយយើងក៏ត្រឡប់មកវិញជិះកន្ត្រកខ្សែកាបដដែលក៏មើលទេសភាពមួយបែបទៀតមុនពេលមកដល់ station របស់យើងហើយខ្ញុំនឹងជូនអ៊ីធាទៅលេងស្ពានមួយដែលគេហៅថាស្ពានថើបហើយមូលហេតុដែលគេហៅថាស្ពានថើបនោះគឺដោយសារតែស្ពានមួយនេះគឺរចនាទៅដោយស្លាបស្បាក់សីរួចក៏មានកន្លែងមួយនោះគឺកន្លែងដែលជួបគ្នារវាងគល់ស្លាបដែលភាគីម្ខាងនិងម្ខាងទៀតរវាងបុរសនិងនារីដែលទៅជួបគ្នានៅត្រង់ចំណុចជួបគ្នានោះរួចក៏ថើបគ្នាទៅហើយគេក៏ហៅស្ពាននោះថាស្ពានថើបក៏ប៉ុន្តែលក្ខណៈពិសេសនៅទីនេះគឺពេលដែលឡើងមកគឺទទួលបាននៅខ្យល់បរិសុទ្ធល្អស្រស់បំព្រងរួមទាំងបើសិនជាយើងមកលេងនៅពេលល្ងាចគឺល្អគឺយើងបានទស្សនានៅថ្ងៃលិចឬក៏ហៅថា sunset នឹងឯងហើយទីនេះក៏មានម៉ោងសូបញ្ចាំងពីសកម្មភាពជិះស្គីទឹកផ្សេងៗនៅទីនេះឲ្យតែយើងមានពេលវេលាលេងនិងកុំភ្លេចទិញសំបុត្រផងនៅទីនេះបាទអរុនសុស្ដីចូលដល់ថ្ងៃទី2ហើយនៃដំណើរកម្សាន្តរបស់យើងក៏បានមកលេងនៅភូមិកូពីអ៊ីតាលីឬហៅថាភូមិទីក្រុងវេនណេសនៃប្រទេសអ៊ីតាលីដែលបានកសាងឡើងនៅលើទឹកដីកោះត្រល់នេះផងដែរហើយខ្ញុំក៏បានជូនអ៊ីធាដើរលេងលើស្ពានដើរលេងលើភូមិនេះលេងថតរូបសប្បាយហើយជាពិសេសហ្នឹងគឺបានច្រៀងបទល្ខោនបាសាក់មួយបទជូនអ៊ីស្ដាប់នៅពេលនេះឃើញតែអ៊ីញោមចឹងទៅខ្ញុំក៏សប្បាយចិត្តដែរថ្ងៃនេះសប្បាយចិត្តទេអ៊ីធាមកលេងនៅលើកោះត្រល់នេះមានទិញបានផ្ទះមួយណានេះស្អាតនេះទិញហើយអូយទិញហើយសុំមកជុងបានអត់អើយជំរាបសួរអ៊ីចេកសួស្ដីវៀតណាមថាម៉េច Hello xin chào xin chào đau mà bầy cao chum tứ tô chum ton sệt muốn niềng tuần chừng tăng
khả năng e ta ta tên 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 và Carlson gái follow gái tơ hai xì xì ô cái sang hà cái sẽ emสบายกอดเรามือมีพบปัสโมโชลาอย่ามือแต่ที่กระตรอchung đi đi see you quần mọi người ở bên quần mở cung nhanh và cái này mở nắp ơi mọi hơi wow anh ấy phê biệt nhóm à giờ như trường còn slap với ngay bà ô dương về ra lơ một đảo lên đạp ấy xong mà បាទបន្ទាប់ពីយើងបានទេសនាកោះត្រល់រយៈពេល3ថ្ងៃហើយនឹងគេង2យប់ថ្ងៃនេះជាថ្ងៃទី3យើងបានចាក់ចេញពីសន្តាគារមកកាន់ព្រលានយន្តហោះកោះត្រល់ឆ្ពោះទៅកាន់ក្រុងហូជីមិញនិងបន្តដំណើរទៅកាន់ទីក្រុងដាណាងទៀតនៅថ្ងៃនេះអាចនិយាយបានថានេះជាលើកទី1របស់ខ្ញុំហើយដែលបានធ្វើដំណើរកម្សាន្តជាមួយនឹងភ្ញៀវកិត្តិយសស៊ូគូបស៊ូដែលមានការហោះហើរពីតង់គឺហោះពីហ្វូគុកទៅកាន់ហូជីមិញស៊ីធីហើយហោះបន្តពីហូជីមិញស៊ីធីទៅកាន់ទីក្រុងដាណាងភូមិភាគកណ្ដាលនៃប្រទេសវៀតណាមទៀត Halo. Lầnนี้យើងបានមកដល់តាណាងហើយនេះមើលពីខាងលើទៅស្រស់ស្អាតមែនទែន Hi Welcome to Da Nang មើលបើអូខេរីករាយអាហារពេលល្ងាចជាមួយស៊ូគូប៊ូស៊ូបងប្អូនទាំងអស់គ្នានេះគឺជាទស្សនវិជ្ជានៅទីក្រុងដាណាងហើយល្ងាចមិញយើងបានទទួលទានអាហារពេលល្ងាចយ៉ាងឈ្ងុយឆ្ងាញ់ហើយខ្ញុំក៏បានជូនភ្ញៀវកិត្តិយសរបស់យើងមកជិះទូកកំសាន្តមើលទស្សនវិជ្ជានៅទីក្រុងដាណាងសប្បាយអត់កំពុងនៅណា Yeah thank you បងប្អូននៅដាណាគឺមានទន្លេមួយហើយនៅលើទន្លេនេះគឺធ្វើស្ពានឆ្លងកាត់មួយហើយរចនាជារូបសត្វនាគដែលសត្វនាគហ្នឹងគេធ្វើឲ្យមានការព្រុសភ្លើងព្រុសទឹកដើម្បីទាក់ទាញភ្ញៀវទេសចរជាពិសេសគឺភ្ញៀវដែលអាចជិះទូកមើលពីខាងកណ្ដាលទន្លេទៅក៏ឃើញនៅឈរនៅឯបមាត់ច្រាំងក៏ឃើញនៅព្រឹត្តិការណ៍នេះផងដែរអូអ៊ីធីមួយត្រៀមដំណើរចេញដំណើរអេចេញដំណើរបាទអរុនសួស្ដីពេលព្រឹកព្រលឹមពីទីក្រុងដាណាងភូមិកណ្ដាលប្រទេសវៀតណាមឥឡូវនេះយើងបានមកដល់
ទីកន្លែងមួយគេហៅថាវត្តលីងអ៊ុងឬក៏វិហារលីងអ៊ុងដែលនៅជិតនឹងទីក្រុងដាណាងនេះផងដែរហើយពេលដែលយើងឡើងទៅដល់គេក៏មិនភ្លេចគោរពព្រះម៉ែម៉ាជូហើយគឺយើងអាចគយគន់ទេសភាពទៅទីក្រុងដាណាងឃើញឆ្នេរសាច់ដូចចំណិតព្រះខែឥឡូវនេះខ្ញុំនឹងនាំបងប្អូនទៅញ៉ាំកាហ្វេដូងនៅជិតនេះផងដែរទីនេះគឺមានកាហ្វេឆ្ងាញ់ហើយបរិយាកាសអ៊ូអរល្អមែនទែនហើយធ្វើឲ្យអារម្មណ៍រីករាយជាមួយនឹងការកំងឡើងសម្បូរបែបជាមួយនឹងលុយកាហ្វេគេនៅណាមិនល្បីកាហ្វេនៅស្រុកវៀតណាមនឹងសម្បូរបែបហើយតែពេលកំងបងប្អូនពេលកំងសុំបន្ថយស្ករបន្តិចហុងឌឺសម្រាប់ខ្ញុំគឺអត់ស្ករហ្មងអូថែមនំបញ្ចុកទៀតអីឆែកអីញញឹមមួយវ៉ាវូដេជំរាបសួរអីស្អាតនេះស្អាតណាស់មកពីណាដែរមកពីអាមេរិកអូ free visa ហ្មងអីនៅអាមេរិកណាអីនៅអាមេរិកស្រាប់នេះអូនេះយូរយកច្បាស់ណាស់អូតាណាអីតាណាអីតាណាអីយើងតាណាអីយើងតាណាជីទូកលេខកំសាន្តជីទូកកញ្ជើលេខកំសាន្តជីទូកកញ្ជើមិនកញ្ជើធ្លុះទេជីណាថ្ងៃនេះជាថ្ងៃទី5នៃដំណើរកំសាន្តរបស់យើងហើយយើងក៏បានមកជិះទូកកញ្ជើនៅកន្លែងគេហៅថាហួយអានទីនេះអញ្ចឹងទូកកញ្ជើនេះគឺអ៊ំកាត់ព្រៃគេហៅព្រៃប្រចាក់ហ្នឹងទៅកាន់តំបន់មួយគេហៅ station នៃការរួមលេងកំសាន្តជួបគ្នាបន្តិចទៀតនេះ
บายเองสบาย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  สบายแมนให้สบายสบายเอเจ๊ สุกุบุสุ ไปนะไอ้ยิมนะไอ้มึงอัดเอ้ยเฮ้ยอมจังฮะ จำนวนนึงจะรวมเรากันคืนเนี่ยจะเอาตบเตียวไปเด้อ អង្គុយម្នាក់ឯង បាទបងប្អូនអរគ្នាបន្ទាប់ពីយើងបានជិះទូកញ្ជើទៅទេសនានឹងរំនៅកន្លែងចំណតរបស់គេហើយមកវិញក៏រៀងអស់កម្លាំងតិចដែរក៏ញ៉ាំបង្អែមគេហៅថាបង្អែមគ្រាប់ផ្លែចាក់ហ្នឹងឯងហើយគេមានទឹកដោះគោមកអីញ៉ាំទៅផ្អែមឆ្ងាញ់មែនតើហើយបន្តទៅទៀតគឺយើងទៅលេងនៅទីក្រុងបុរាណហួយអានដែលជាទីក្រុងសេដ្ឋកិច្ចមួយដែលល្បីរន្ទឺមែនតើកាលពីជាង300ឆ្នាំមុននៅភូមិប្រទេសវៀតណាមនេះហួយអានត្រូវបានគេចាត់ទុកជាទីក្រុងបេតិកភណ្ឌពិភពលោកជាកន្លែងថតរូបដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់ភ្ញៀវទេសចរទីក្រុងហួយអានគឺជាគំរូនិងពិសេសនៃទីក្រុងបុរាណនិងកំពង់ផែពាណិជ្ជកម្មតាមឆ្នេរសមុទ្រនៃអាស៊ីពីព្រោះចាប់ពីចុងសតវត្សទី16មានការជ្រៀតជ្រែកគួរឲ្យចាប់អារម្មណ៍រវាងខឿនវប្បធម៌ជាច្រើនលើពិភពលោកដូច្នេះហើយក្រៅពីសោភ័ណភាពនៃវប្បធម៌របស់ជនជាតិវៀតណាមគេក៏ឃើញវត្តមានវប្បធម៌របស់ប្រទេសចិនជប៉ុននិងបណ្ដាប្រទេសលោកខាងលិចដោយសារការជួញដូរដ៏ញឹកញាប់នៃកងនាវាជួញដូររបស់ទ័ពប៉ូទុយហ្គាល់អេស្ប៉ាញហូឡង់បារាំងជាច្រើនសតវត្សមុនទោះបីជាត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងតាមគំរូបេតិកភណ្ឌពិសេសក៏ដោយទីក្រុងបុរាណហួយអានសពថ្ងៃមិនដូចជាសារមន្ទីរទេព្រោះមានភាពរស់រវើកដូចទីក្រុងបុរាណនៅទីនោះរាល់សកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតែដំណើរការដូចធម្មតាប្រជាជនជាម្ចាស់បេតិកភណ្ឌរស់នៅជាមួយបេតិកភណ្ឌនិងការការពារបេតិកភណ្ឌពីមួយថ្ងៃទៅមួយថ្ងៃនឹងតភ្ជាប់យ៉ាងស្និទ្ធស្នាលជាមួយលំហូរវប្បធម៌ទីក្រុងបុរាណនេះដោយស្ថានភាពក្នុងរាប់រយឆ្នាំមកហើយនោះដូច្នេះហើយនៅក្នុងទីក្រុងហួយអានភ្ញៀវទេសចរអាចទស្សនាបានយ៉ាងងាយស្រួលនៅជីវភាពជីវិតប្រចាំថ្ងៃដ៏គួរឲ្យចាប់អារម្មណ៍ដែលលេចចេញនៅលើភាពយន្តបុរាណបាទបងប្អូនអរគ្នាឥឡូវនេះគឺដល់ថ្ងៃទី6ហើយគឺយើងចាប់ផ្ដើមទៅទេសនានៅភ្នំមួយនៃជាតិនេះគេហៅថាភ្នំបាណាហ៊ីលដែលមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំដែលបានរកឃើញដោយជនជាតិបារាំងដែលចូលចិត្តលំហែនៅតំបន់ត្រជាក់ក៏ដូចជាប្រហែលនឹងទីក្រុងបូកូយើងអញ្ចឹងគឺជាតំបន់ភ្នំហើយមានការកសាងសំណង់រចនាបថបែបបារាំងជាពិសេសគឺនៅលើនោះគឺមានស្ពានបាតដៃមួយដែលទើបតែសាងសង់កាលពីឆ្នាំ2017ហើយល្បីរន្ទឺមែនទែនដែលទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកឲ្យទៅលេងនៅទីក្រុងដាណាងនិងភ្នំបាណាហ៊ីលនេះឯងឥឡូវនេះសូមមើលពីសកម្មភាពរបស់បងប្អូនលោកពូអ្នកមីងដែលបានរួមដំណើរជាមួយខ្ញុំទៅកាន់ភ្នំបាណាហ៊ីលនេះផងដែរហើយក៏វីដេអូនេះជិតនឹងឈានដល់ទីបញ្ចប់ក៏សូមអរគុណដល់បងប្អូនអ្នកគ្នាដែលបានទស្សនាតាំងតែពីដើមដល់ចប់តាំងពីចេញក្បាលដំបូងនៅកោះត្រល់រហូតដល់ចុងបញ្ចប់នៅភ្នំបាណាហ៊ីលនេះជូនពរឲ្យបងប្អូនមានសុខភាពល្អនិងសំណាងល្អគ្រប់គ្នាដួងខែដែលពេញរស្មីញញឹមក្តៅទេអ៊ីអូគឺต้องក្តៅហើយយាយញឹមមកចូលមកអហេខេអូខេបាទបងប្អូនអរគ្នាឥឡូវនេះខ្ញុំបាទឆៃជាមួយនឹងអ៊ីសជាមួយនឹងក្រុមមិត្តភ័ក្តិអ៊ីធាដែលមកពីសហរដ្ឋអាមេរិកកំពុងតែមានវត្តមានសិទ្ធិនៅលើភ្នំបាណាហ៊ីលដែលអាកាសធាតុនៅពេលនេះគឺត្រជាក់ដោយសារតែមានភ្លៀងធ្លាក់នៅពេលនេះម៉ោងប្រហែលជាម៉ោង9ទេក៏ប៉ុន្តែមានភ្លៀងធ្លាក់ខ្លះដែលរៀងរងាមើលតែលោកពូទៅដឹងហើយគឺលោកពូបានទិញអាវភ្លៀងដើម្បីមកពាក់ហើយក្រោយពីមេឃរៀងភ្លៀងបន្តិចអាកាសធាតុក៏នៅតែមានអាប់ដដែលបង្កឲ្យមានបរិយាកាសមួយគេហៅអាកាសធាតុមានអាប់គូផ្សំជាមួយនឹងសម្រស់ផ្កាជើងមួយយេអូលើកដៃមួយអូឈោខ្ញុំចូលដែរចូលចាក់ដៃនេះស៊ូប៊ូស៊ូ